ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូមួយទៀតនៅក្នុងមេរៀនថ្មីនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់នៅ input ពីមុនយើងបញ្ចូលដោយដៃឥឡូវនេះគឺយើងនឹងឲ្យ user ធ្វើការ input ម្ដងអូខេអញ្ចឹងការ input គឺទី1យើងត្រូវឲ្យយើងអត់ចាំបាច់ឲ្យតម្លៃទៅលើ int variable ផ្សេងទៀតទេយើងនឹងឲ្យ user នឹងបញ្ចូលដោយខ្លួនឯងឥឡូវឧទាហរណ៍ថាខ្ញុំមានសិស្សម្នាក់បាទមានសិស្សម្នាក់អញ្ចឹងយើងវាយពាក្យមក string អញ្ចឹងយើងបង្កាស string សិនមក string name student បាទ sorry student តមកទៀតយើងត្រូវការប្រើ page អញ្ចឹងយើងដាក់ page មកយើងមានធម្មតាសិស្សមានឈ្មោះ page អាយុថ្ងៃខែឆ្នាំកំណើតអញ្ចឹងទៅឧទាហរណ៍អូខេអញ្ចឹងយើងឲ្យ string មួយទៀតមក string មួយទៀតដែលយើងឲ្យ age sorry មិន age ទេstring ហើយមួយទៀតគឺ gender បាទតមកទៀតអាយុគឺយើងប្រើ int បាទអាយុហ្នឹងយើងប្រើ int បាទ age ចំពោះកម្ពស់យើងអាចប្រើ float ក៏បានបាទប្រើ float គឺ height អូខេបន្តមកទៀតគឺយើងមាន phone number អាចប្រើជា int ហ្នឹងហើយ int phone number អូខេអញ្ចឹងបន្តពីហ្នឹងទៀតអ្វីផ្សេងទៀតប៉ុន្តែខ្ញុំដាក់តែប៉ុណ្្នឹងសិនអូខេកុំឲ្យវាច្រើនបាទដើម្បីឲ្យ user ធ្វើការប្រកាសដោយខ្លួនឯងបានគឺយើងត្រូវបាទឥឡូវយើងធ្វើការ print វាសិនមក cout បាទហើយខ្ញុំដាក់អាកន្លែងនេះថា information student បាទ information student ដក clear ចឹងមកអូខេយើងចុះបន្ទាត់បន្តមកទៀតយើង cout បាទ cout student name ឲ្យ user input អញ្ចឹងយើងឲ្យគាត់ថា input student name អូខេតមកទៀតយើងចុះបន្ទាត់មកតមកទៀត cout បន្ទាប់ពី user input ហើយពី name ជាយើងឲ្យគេ input gender បាទ input gender ដក clear ចុះបន្ទាត់ហើយយើងទៅសេទៀតមក cout input age បាទ input age បន្តមកទៀតយើង cout មួយទៀតសិន cout input height បាទ input height អូខេនៅចុងក្រោយយើង cout នៅ phone number របស់គាត់ឲ្យគាត់បញ្ចូល phone number input phone number អូខេអញ្ចឹងអានេះគ្រាន់តែយើង print ចេញទេយើង print ណាអញ្ចឹងដើម្បីបង្ហាញតម្លៃឲ្យ input user input នេះបានយើងត្រូវប្រើ function មួយដែលមានថាគេហៅថា cin យើងវាយតែពាក្យ cin មកហើយយើងដាក់សញ្ញានេះសញ្ញាហ្នឹងគឺយើងបើកវាមកខាងមុខវិញពីមុនយើងបើកបច្ចាអញ្ចឹងឥឡូវយើង cin គឺយើងបើកមកខាងនេះវិញហើយយើងឲ្យគាត់បញ្ចូលឲ្យគេ
ឥឡូវឧទាហរណ៍ថាបញ្ចូល student បាទចូលឈ្មោះណា student បាទ student អូខេកន្លែងនេះយើង C in ដូចគ្នាមក C in ដក clear តិចទៅអូខេអញ្ចឹងយើង C in gender បាទ C in gender តមកទៀតអាកន្លែងនេះគឺយើងឲ្យគាត់បញ្ចូលបាទ C in age C in age មួយទៀតអ្នកទាំងអស់គ្នាបើសិនសរសេរអក្សរធំគឺអក្សរធំទាំងអស់បើតូចទាំងអស់អញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំសុំកែវាដាក់អក្សរតូចទៅកុំឲ្យវាច្រឡំបាទចឹងយើងកែនេះវិញណាដាក់អក្សរតូចដែរមកបាទអូខេអញ្ចឹងយើងបញ្ចូល gender សំដៅនេះ gender ណាមិន age ទេ gender បាទ gender បន្តមកទៀតកន្លែងនេះយើង C in age បាទ C in age បន្តមកទៀតនៅកន្លែងនេះយើងបញ្ចូលតម្លៃគឺ C in dot clear high បាទ high នឹងចុងក្រោយយើងបញ្ចូលតម្លៃ C in phone number បាទ P A O N E N U M B អូខេឥឡូវខ្ញុំធ្វើការ print វាសិនបាទយើងធ្វើការ run វាសិនមកឥឡូវ student information យើងគឺបានហើយអញ្ចឹងដើម្បីឲ្យ user នេះបានគឺយើងត្រូវ run នៅក្នុងបាទយើង run នេះមកបាទអញ្ចឹងវាយើងនឹងទទួលបាននេះគេអត់នៅពេលដែលយើង run ហើយវាជោគជ័យហើយនេះកន្លែងនេះ output ហ្នឹងវាជោគជ័យបានថាវានឹងបង្កើតជា file មួយឈ្មោះថា exd អា file ហ្នឹងគឺយើងអាចបើកបានអូខេអញ្ចឹងយើងនឹងចូលទៅបើកនៅក្នុង folder ដែលយើងបានសរសេរទុកវាហ្នឹងបាទនេះគឺជា file folder ហ្នឹងឥឡូវយើងបើកមកសម្រាប់អានេះសម្រាប់តែយើងប្រើប្រាស់នៅក្នុង VS Code ទេណាបើសិនជាយើងប្រើនៅ IDE របស់ Dieu គឺយើងអត់ចាំបាច់បើកអាហ្នឹងទេគឺវានឹងបើកយើងអូតូតែម្ដងឥឡូវឧទាហរណ៍ខ្ញុំសរសេរមកយើង enter name គឺ student ឥឡូវខ្ញុំវាយបញ្ចូលឈ្មោះខ្ញុំមួយចុះបន្តទៀត enter age បាទ age 29 enter gender male អូខេ city ចំពោះ enter city គឺភ្នំពេញបាទភ្នំពេញអូអានេះដូចមិនមែនសុំទោសណាខ្ញុំបើកខាងនេះច្រឡំហើយអានេះចាស់អានេះយើងថ្មីបាទអានេះ information student ឥឡូវយើងវាយទៅស៊ីថាបាទតមកទៀត gender male age 29កម្ពស់1.70 ចឹងចុះលេខទូរស័ព្ទ1 2 3 4 5ចឹងទៅបាទយើង enter ទៅគឺវានឹងវាបន្តទៅវាដើរតាមប្រព័ន្ធកន្លែងហ្នឹងណាបងប្អូនបាទឥឡូវយើងចូលទៅមើលកូដរបស់យើងទៅយើងកែសម្រួលកូដរបស់យើងបន្តិចយើងឃើញបើខ្ញុំឃើញថាកន្លែងទៅនេះយើងអត់ចាំបាច់ធ្វើឲ្យវា C in ទេបាទយើងមិនចាំបាច់ដាក់ C in នៅហ្នឹងទេអូខេចាកន្លែងនេះយើងបញ្ចូលវាដាក់ឈ្មោះមកបាទកន្លែងហ្នឹងគឺ C in student បាទ C in student ប៉ុណ្ណឹងអូខេអញ្ចឹងនេះគឺជាការបង្ហាញខ្ញុំចែករំលែកតទៅនឹងការឲ្យ user បញ្ចូលតម្លៃទៅលើ variable